បាទសូមជម្រាបសួរបងប្អូនទាំងនេះស្វាគមន៍មកកាន់វីដេអូរបស់ខ្ញុំសាជាថ្មីអញ្ចឹងនៅថ្ងៃនេះខ្ញុំនឹងបង្ហាញបងប្អូនទាំងអស់គ្នាពីរបៀបដាក់ animation នៅលើកម្មវិធីរបស់ CapCut បាទអញ្ចឹងសូមទៅតាមដានទស្សនាវីដេអូទាំងអស់គ្នាដំបូងឡើយបងប្អូនចូលមកកាន់ project របស់យើងមកខ្ញុំឧទាហរណ៍ប៉ុណ្ណឹងប៉ុណ្ណាអូខេតែឥឡូវខ្ញុំចង់ទៅ share អក្សរអីមួយបាទយក text template របស់យើងមួយណាក៏បានខ្ញុំយកមួយនេះណាអូខេបាទអញ្ចឹងចុច add មកដូចវីដេអូដែលខ្ញុំបង្ហាញមុនអញ្ចឹងបាទខ្ញុំដាក់ថាសួស្ដីឆ្នាំថ្មីឆ្នាំ2025អូខេអញ្ចឹងណាតើបងប្អូនអាចមើលកន្លែងនេះគឺទៅដល់នឹង font បាទ font យើង select លើមកហើយយើងចុចកន្លែង font system ចុចលើនេះមកយើងអាចផ្លាស់ប្ដូរ font បានតើ font យើងចង់បាន font ប្រភេទមួយណាដែលយើងស្រឡាញ់ណាខ្ញុំឧទាហរណ៍ថា font របស់ខ្ញុំសម្រាប់យកនេះចោះអូខេអញ្ចឹងទៅនឹងទំហំយើងអាចសារ៉េ select លើវាមកអានេះមកយកធំតូចតាមនេះឬក៏បងប្អូនអាចមើលកន្លែងនេះយើងអាចទាញធំតូចក៏បានដែរអូខេយើងអស់វាមកក្រោបមកបាទអញ្ចឹងដល់កន្លែងនេះបងប្អូនអាចកន្លែងមុននេះវិញទៅខាងក្រោមវិញយើងអាច break មកគឺសាក play មកហេបាទនៅកន្លែងនេះជាចំណុចចាប់ផ្ដើមចុចមកបាទចាប់ហើយអញ្ចឹងបើសិនបងប្អូនចង់ឲ្យវាបានយូរបងប្អូនអាចទាញមកចុចដូចខ្ញុំមកគឺសញ្ញាមកក្រោយទាញមកបើថាអញ្ចឹងវីដេអូទៅនេះទៅគឺវាដើររហូតដល់ឲ្យចប់បានវាបាត់មួយបាទនេះអញ្ចឹងបងប្អូនថាចង់ឲ្យអក្សរចេញជាបែបមានចលនាជាគួរធ្វើមិនឡើយខ្ញុំឧទាហរណ៍ថាឲ្យវាពេកបែបបានដែរយើងចុចទៅនឹងមកយើងឈរនៅលើកន្លែង text ហ្នឹងមើលពាក្យថា animation បាទបន្តមកទៀតបងប្អូនមើលឃើញពាក្យថា in out and loop in ហ្នឹងមានថានេះទីចាប់ផ្ដើមពាក្យ out មានថាចុងបញ្ចប់នេះបាទចូល loop នេះគឺមានថាគឺអក្សរមានចលនារហូតអញ្ចឹងបាទអក្សរនេះគឺមានចលនាខ្ញុំឧទាហរណ៍ថា loop មុនចាស់ loop ឥឡូវខ្ញុំយកកន្លែង free សិនបងកន្លែងខ្លះវាការទិញប្រើលុយតិចណាអញ្ចឹងខ្ញុំយកមើលកន្លែងរបស់ free ទៅបងប្អូនអរគុណទៅតែទិញឥឡូវនេះឧទាហរណ៍នេះចាស់តែនេះក៏បានដែរ free ណាអូខេនេះវានៅ loop ហ្នឹងគឺមានចលនារហូតដល់យើងចប់អូខេបាទចូលទៅដល់ in នៅខាងដើមនេះចឹង in យើងមើលកន្លែងណាដែល free ដែរទៀតមកខ្ញុំយកមួយនេះបងប្អូនចាំមើលបន្តិចផ្ទៀងមើលទាំងអស់គ្នាឃើញទេបាទដល់ពេល out ខាងចុងនេះអញ្ចឹងយើងដាក់ out មក in out មិញវា load មកអញ្ចឹងយើងដាក់CSL បងប្អូនអូខេឥឡូវខ្ញុំដាក់ចេះណាមើលយើងផ្ទៀងទាំងអស់គ្នានេះ load មកយើងចាំមើលដល់ពេលចង់ out វា out យ៉ាងម៉េចអូខេឥឡូវបងប្អូននេះបាទអញ្ចឹងទៅរបៀបនៃការយើងដាក់ animation ទីស៊ីសងទៅលើ style បងប្អូនចង់ដាក់ទេថាតើរបៀបណាបងប្អូនគាត់ថាវាសមហើយស្អាតជាមួយនឹងអីបងប្អូនត្រូវការអញ្ចឹងវីដេអូខ្ញុំមានប៉ុណ្ណឹងជួបគ្នាវីដេអូក្រោយដើម្បីចែករំលែកជាមួយបងប្អូនបន្តទៀតបាទសូមកុំភ្លេច like share និង subscribe ផងដែរបាទសូម